ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទដែលនាំមកនៅរឿងពិតអំពីករណីឧក្រិដ្ឋកម្មនិងព្រឹត្តិការណ៍ចម្លែកៗជុំវិញពិភពលោកក្នុងថ្ងៃនេះខ្ញុំនឹងនាំមកនៅរឿងពិតមួយទៀតហើយដែលកើតឡើងនៅប្រទេសអូស្ត្រាលីស្ត្រីជនជាតិចិនម្នាក់ត្រូវបានសម្លាប់ហើយសាកសពរបស់នាងត្រូវបានយកញាត់ចូលទៅក្នុងប្រអប់ផ្ទុកឧបករណ៍ម្យ៉ាងប៉ុន្តែអ្វីដែលកាន់តែសោកស្ដាយជាងនោះទៅទៀតគឺម្ដាយរបស់ជនរងគ្រោះត្រូវបានជនល្មើសបន្លំធ្វើជាកូនស្រីរបស់គាត់ហើយឲ្យផ្ញើប្រាក់អស់ជាច្រើននេះជាករណីដ៏គួរឲ្យសោកស្ដាយមួយទៀតដែលបង្ហាញអំពីភាពអាក្រក់របស់មនុស្សនិងផលប៉ះពាល់ដ៏យូរអង្វែងដល់ក្រុមគ្រួសារមុននឹងចូលដល់សាច់រឿងក៏សូមចាត់ពុកម៉ែបងប្អូនសូមមេត្តាជួយ Subscribe ចុច Like និង Comment ពាក្យល្អៗដើម្បីជាកម្លាំងចិត្តដល់ខ្ញុំដើម្បីធ្វើវីដេអូក្រោយៗទៀតកុំឲ្យខាតពេលយូរមកស្ដាប់សាច់រឿងពេញជាមួយខ្ញុំទាំងអស់គ្នាអស់រយៈពេល 2-3 ខែម្ដាយរបស់កញ្ញាយ៉ាងគឺអ្នកមីងរងម្យ៉ាងគិតថាខ្លួនកំពុងតែតាក់ទងផ្ញើសារជាមួយកូនស្រីដែលខ្លួនស្រឡាញ់បំផុតដែលកំពុងតែរស់នៅប្រទេសអូស្ត្រាលីគាត់មិនបានដឹងថាយ៉ាងសាវដែលជាជនល្មើសកំពុងក្លែងនិងបន្លំថាជាកញ្ញាសៀងយ៉ាងដែលជាកូនស្រីរបស់អ្នកមីងក្នុងគោលបំណងបំឡំឲ្យអ្នកមីងរងមីយ៉ាងគិតថាជាកូនរបស់ខ្លួននិងផ្ញើប្រាក់ឲ្យជារឿយៗបន្ទាប់ពីសម្លាប់កូនស្រីគាត់ហើយយកសាកសពរបស់សៀងយ៉ាងទៅដាក់ក្នុងប្រអប់ផ្ទុកឧបករណ៍មួយក្រោយមកអស់រយៈពេលជិត5ឆ្នាំបន្ទាប់ពីសាកសពរលួយរបស់កញ្ញាយ៉ាងអាយុ29ឆ្នាំត្រូវបានរកឃើញនៅលើសម្យាបហាលខោអាវនៃអគារ Brisbane លោកសែវជាជនល្មើសអាយុ30ឆ្នាំត្រូវបានតុលាការសម្រេចដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិតប៉ុន្តែសម្រាលទោសបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល22ឆ្នាំមានន័យថាក្រោយការជាប់ទោសនៅក្នុងគុក22ឆ្នាំគាត់ប្រហែលត្រូវបានសម្រាលទោសឲ្យចេញមកក្រៅគុកក្នុងលក្ខខណ្ឌណាមួយអ្នកមីងរងម៉ាយ៉ានបាននិយាយក្នុងសេចក្តីថ្លែងពីផលប៉ះទង្គិចផ្លូវចិត្តជាពន់ពេកកាលពីថ្ងៃអង្គារថាខ្ញុំសោកស្ដាយណាស់ព្រោះរាល់ពេលដែលខ្ញុំគិតថាផ្ញើសារសួរសុខទុក្ខកូនស្រីកាលនោះមនុស្សដែលខ្ញុំបាននិយាយជាមួយគឺមិនមែនជាកូនស្រីរបស់ខ្ញុំទេពេលនោះកូនខ្ញុំបានក្លាយជាសាកសពបាត់ទៅហើយស្ថិតក្នុងសវនាការរយៈពេល2សប្តាហ៍អ្នកមីងរងម៉ាយ៉ាងអង្គុយស្ងៀមស្ងាត់ក្នុងបន្ទប់សវនាការនៅពេលស្ដាប់សក្ខីកម្មដែលពិពណ៌នាពីការសម្លាប់កូនស្រីយ៉ាងឥតមេត្តានិងការបំពានសពដោយមិនញញើតតុលាការបានចោទទៅលោកសែវថាបានសម្លាប់កញ្ញាយ៉ាងដោយយកដបទឹកដែកវាយសំពងលើក្បាលនិងកញ្ចឹងកជនរងគ្រោះស្លាប់នៅខែកញ្ញាឆ្នាំ2020ក្នុងបន្ទប់ជួលរបស់ពួកគេនៅទីក្រុង Brisbane បន្ទាប់មកលោកសែវបានយកសាកសពកញ្ញាយ៉ាងដាក់ក្នុងប្រអប់សម្រាប់ផ្ទុកឧបករណ៍ដែលទុកចោលនៅរាលហាលនៃបន្ទប់និងយកទូរស័ព្ទរបស់នាងបើកប្រើដើម្បីបន្លំធ្វើជាកញ្ញាយ៉ាងផ្ញើសារតាមទូរស័ព្ទទៅឪពុកម្ដាយរបស់ជនរងគ្រោះអស់រយៈពេលជាច្រើនខែមានសារជាង2500សារតាមកម្មវិធី WeChat ត្រូវបានផ្ញើដោយលោកសៀងដោយស្នើឲ្យផ្ទេរប្រាក់តាមធនាគារហើយលួចយកប្រាក់ជាង$50,000ពីម្ដាយកញ្ញាយ៉ាងតែឥឡូវនេះត្រឹមតែជាសាកសពតែប៉ុណ្ណោះម្ដាយកញ្ញាយ៉ាងបានសម្រក់ទឹកភ្នែកនៅក្នុងសវនាការចំណែកក្រុមចៅក្រមចំណាយពេលតែ2ម៉ោងប៉ុណ្ណោះក្នុងការចេញសេចក្តីវិនិច្ឆ័យថាលោកសែវមានកំហុសជាស្ថាពរម្ដាយកញ្ញាយ៉ាងរៀបរាប់សេចក្តីថ្លែងពីផលប៉ះពាល់ដ៏សោកសៅមួយដែលមានសេចក្តីដូចតទៅ
ពេលខ្ញុំឮដំណឹងថាកូនស្រីរបស់ខ្ញុំត្រូវបានសម្លាប់ខ្ញុំបានស្លុតចិត្តរហូតធ្លាក់ខ្លួនឈឺហើយដើរលែងរួចបន្ទាប់ពីព្យាបាលរយៈពេល2 ទៅ 3 ខែខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ប្រសើរឡើងបន្តិចម្ដងរាល់ថ្ងៃខ្ញុំលុបមុខដោយប្រើទឹកភ្នែកខ្ញុំនៅតែមិនអាចទទួលយកការពិតដែលថាកូនស្រីរបស់ខ្ញុំបានលាចាកលោកនោះទេលោកចៅក្រម Martin Burns បានប្រាប់លោក Sale ក្នុងពេលដាក់ពាក្យទណ្ឌកម្មថាប្រាក់ដែលលោក Sale លួចបានគឺជាប្រាក់ដែលម្ដាយកញ្ញាយ៉ាងបានទទួលពីរដ្ឋាភិបាលចិនដែលជាសំណងក្នុងការផ្លាស់ប្ដូរទីលំនៅរបស់គាត់តែប៉ុណ្ណោះអ្នកមិនត្រឹមតែធ្វើឲ្យគាត់ទទួលបាននូវភាពសោកសៅពេញមួយជីវិតនោះទេអ្នកក៏បានបំផ្លាញប្រាក់ដែលគាត់មានទាំងអស់ហើយបើតាមការវាយតម្លៃរបស់ខ្ញុំគាត់បានក្លាយជាមនុស្សដែលគ្មានទ្រព្យសម្បត្តិទៀតនោះទេដោយសារតែអ្នកបានបំផ្លាញវាហើយអ្នកមិនអាចមានអ្វីមកសងគាត់វិញនោះទេយ៉ាងណាមិញលោកសាវជាជនជាតិចិនដែលរស់នៅអូស្ត្រាលីដោយមានវីសាជានិស្សិតបានបដិសេធមិនទទួលខុសត្រូវចំពោះបទល្មើសសម្លាប់នោះឡើយប៉ុន្តែគាត់ទទួលខុសត្រូវចំពោះការរំខានដល់សាកសពកញ្ញាយ៉ាងដែលប៉ូលីសបានរកឃើញនៅក្នុងប្រអប់ផ្ទុកឧបករណ៍ប្រហែល10 ខែបន្ទាប់ពីការស្លាប់របស់នាងត្រង់នេះគឺមានន័យថាគាត់មិនទទួលស្គាល់នៅកំហុសថាគាត់បានសម្លាប់ទៅលើកញ្ញាយ៉ាងនោះទេបងប្អូនក៏ប៉ុន្តែអ្វីដែលគាត់ទទួលស្គាល់នោះគឺគាត់បានបំពានទៅលើសាកសពរបស់នាងដោយយកសាកសពរបស់នាងទម្លាក់អញ្ចឹងទៅហើយមិនបានរាយការណ៍ទៅប៉ូលីសត្រង់ចំណុចនេះគឺគេចង់មានន័យថាអញ្ចឹងណាបងប្អូនលោកសៀងបានចំណាយពេល3 ថ្ងៃក្នុងការផ្ដល់សេចក្តីបំភ្លឺនៅក្នុងតុលាការបញ្ជាក់ថាកញ្ញាយ៉ាងស្លាប់ដោយចៃដន្យបន្ទាប់ពីពួកគេបានរស់នៅក្នុងបន្ទប់រយៈពេលប្រមាណជា4 ម៉ោងដោយសេពគ្រឿងញៀនម្យ៉ាងមានន័យថាពួកគេបានសេពគ្រឿងញៀនរួមគ្នាលោកសៀងបានបញ្ជាក់ថាកញ្ញាយ៉ាងបានគេងនៅលើកម្រាលហើយបាត់បង់ការដកដង្ហើមខណៈពេលដែលគាត់គេងនៅលើសាឡុងជិតកន្លែងនោះគាត់បានអះអាងថាបានលាក់សាកសពរបស់នាងព្រោះខ្លាចថានឹងត្រូវចោទប្រកាន់ក្នុងការផ្គត់ផ្គង់សារធាតុញៀនលោកសៀងបានទទួលស្គាល់ថាគាត់បានប្រើប្រាស់គ្រឿងញៀនម្យ៉ាងជាមួយនឹងកញ្ញាយ៉ាងរួមដំណេកជាមួយជនរងគ្រោះនៅក្នុងបន្ទប់ជិតកន្លែងដែលសាកសពកញ្ញាយ៉ាងត្រូវបានរកឃើញហ្នឹងហើយបងប្អូនអញ្ចឹងមានន័យថាលោកសៀងដែលជាឃាតករហ្នឹងគឺគាត់មិនទទួលស្គាល់នៅការពិតដែលគាត់បានសម្លាប់ទៅលើកញ្ញានោះទេគឺគាត់បដិសេធចំពោះការសម្លាប់គាត់ថាកញ្ញាយ៉ាងហ្នឹងគឺគាត់បានស្លាប់ដោយចៃដន្យទេអញ្ចឹងចំពោះរឿងហ្នឹងគឺតុលាការបានកាត់ទោសឲ្យលោកសៀងហ្នឹងជាប់ទោសអស់មួយជីវិតក៏តែការលើកលែងទោសហ្នឹងគឺអាចនឹងកើតមានក្រោយពេលគាត់បានជាប់គុកឬក៏បម្រើការនៅក្នុងពន្ធនាគារហ្នឹងអស់រយៈពេល22 ឆ្នាំបើសិនជាក្នុងករណីណាមួយដែលគេអាចលើកលែងទោសសម្រាប់ទោសឲ្យចេញក្រៅគុកអីចឹងបងប្អូននឹងខ្ញុំអត់សូវច្បាស់ដែរតាក់ទងជាមួយនឹងច្បាប់គុកនៅក្នុងប្រទេសអូស្ត្រាលីហ្នឹងខ្ញុំអត់សូវដឹងដែរហ្នឹងហើយបងប្អូននេះហើយជាព័ត៌មានដែលឃើញថាវាសង្កោចចិត្តមួយស្ដីពីករណីសម្លាប់និងការបន្លំដ៏ឥតមេត្តាយើងសង្ឃឹមថាការលើកឡើងរឿងនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាកាន់តែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះជីវិតនិងសុវត្ថិភាពរបស់ខ្លួននិងមនុស្សជាទីស្រឡាញ់បើចង់បានរឿងពិតនិងករណីឧក្រិដ្ឋកម្មផ្សេងទៀតសូមចុច like ចុច subscribe និងចូលរួមជាមួយខ្ញុំទៀតណាសូមអរគុណដែលបានស្ដាប់រឿងនេះពីដើមរហូតដល់ចុងបញ្ចប់ជួបគ្នាជាថ្មីនៅក្នុងវីដេអូក្រោយៗជូនពរឲ្យមានសុខភាពល្អសុខសុវត្ថិភាពសូមអរគុណ